សួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសារជាថ្មីសម្រាប់វីដេអូនេះខ្ញុំនឹង invite អ្នកគ្នាឲ្យមកចូលរួមលេងជាមួយនឹង bot មួយដែលយើងអាចធ្វើការ earn បាទកាក់ god បាទឬមួយក៏កាក់ពពែហ្នឹងបាទពី bot មួយហ្នឹងបានបងប្អូននេះគឺជា project មួយដែលវាមានឡើយវាគឺជា project airdrop ណាដែលវាចែក airdrop ឲ្យយើងក៏ប៉ុន្តែ project ហ្នឹងគឺ airdrop គឺវាត្រូវបានបញ្ចប់យូរហើយក៏ប៉ុន្តែនៅលើ bot នេះឥឡូវគឺយើងនៅអាចបាទរកកាក់ god បាន free បាទខ្ញុំលេងមួយវាដូចជាមួយយាយបាទគឺនេះគឺជាចំនួនកាក់ដែលខ្ញុំ earn បានបាទចំនួន12សេនបាទគិតជាលុយដុល្លារហើយថ្ងៃមុនវាឡើងដល់20សេនជាងដែរតែឥឡូវតម្លៃកាក់ god វារៀងធ្លាក់ទៅនៅសល់12សេនវិញចឹងណាបាទហើយនេះគឺជាចំនួនកាក់ god ដែលខ្ញុំ earn បានគឺ826កាក់បាទគឺយើងអាចរកបានពីការ earn free អ្នកគ្នាបាទគឺយើងអត់ចាំបាច់ចំណាយលុយដាំទុនអីមួយវាទេបាទគឺយើងគ្រាន់តែមកកន្លែងបាទ earn ហ្នឹងមកគឺយើងឃើញកន្លែងដែលយើងអាចរកកាក់ god ទាំងបាន free តែម្ដងនេះបងប្អូនគឺយើងចូលរួម project ផ្សេងដែលដាក់ promote ជាមួយ god អញ្ចឹងណាបាទឬមួយក៏ជា partner ជាមួយ god អញ្ចឹងទៅនៅពេលដែលយើងចុចចូលរួមទៅគឺយើងទទួលបានបាទ100កាក់ god 30 20 30 10បាទ30 10អីចឹងនេះបាទនេះចំនួនកាក់ដែលយើងទទួលបានពីការinvite របស់ god ឲ្យយើងចូលរួមជាមួយ partner របស់គេបាទនេះចំនួន20កាក់10កាក់50កាក់អីចឹងទៅបាទនេះច្រើនទៀតហើយនេះគឺជាចំនួនដែលខ្ញុំធ្វើពីមុនណាបាទថាដែលខ្ញុំធ្វើឲ្យពីមុននេះបងប្អូនឃើញអី tag QQ ហ្នឹងគឺជាចំនួនថាដែលខ្ញុំបានធ្វើឲ្យហើយបាទហ្នឹងហើយអ្នកគ្នាហើយយ៉ាងណាមិញសម្រាប់បងប្អូនដែលចូលចិត្តបាទរកលុយតាមអនឡាញបាទអាចមកសន្សំយកភេទកាក់ god នឹងជាមួយខ្ញុំទៅបាទហើយខ្ញុំនឹងបង្ហាញពីការដកលុយសិនមុននឹងបង្ហាញពីការរកបន្តអញ្ចឹងណាបាទអញ្ចឹងដើម្បីដកលុយបានខ្ញុំគ្រាន់តែចុចថងសញ្ញាបូកនេះមកបាទនេះអូខេអញ្ចឹងកន្លែងនេះវាមាន deposit បាទហើយ withdrawal ហើយ buy god អញ្ចឹងកន្លែង deposit គឺការដាក់កាក់ចូលបាទការដាក់កាក់ចូលនេះសម្រាប់ដាក់យកមកធ្វើការលេង game អស់ហ្នឹងណាបាទទី game spin game អីចឹងទៅនេះពេលដែលយើង game ទៅវាអស់កាក់ link game ទៅវាអស់កាក់អញ្ចឹងណាបាទហ្នឹងវាដូចនឹងលំបាញស៊ីសងអីដែរតែខ្ញុំអត់ recommend ទេចឹងខ្ញុំ recommend មកកន្លែងបោកនេះដដែលគឺយើង withdraw មកយើងមិនដាក់កាក់ចូលទេបាទព្រោះការហៅលុយបើយើងមិនដាក់លុយចូលទេបើគឺយើងរកបានហើយយើងដកបាទខ្ញុំចូលមកកន្លែង withdraw អញ្ចឹងកន្លែងនេះយើង withdraw ពីប្រភេទកាក់ណាមានកាក់តនហើយកាក់ god អញ្ចឹងយើងអត់មានតុនខ្ញុំមិនដែលខ្ញុំអត់ដែលរកតុនបានទេខ្ញុំរកបានតែ god ទេអញ្ចឹងខ្ញុំដកជាកាក់ god ខ្ញុំ select ទៅ god បាទអញ្ចឹងបងប្អូននៅថងចំណុចនេះបងប្អូនឃើញគេដាក់ថា god គឺចំនួន available គឺ826ហើយការ free វាគិត100កាក់ god ណាហើយ network free គឺ 0.8 តុនបាទអញ្ចឹងយើងអាចដកទៅនៅពេលដែលយើងមានតុនអីនៅក្នុងហ្នឹងណាបាទនេះខ្ញុំគ្រាន់បង្ហាញឲ្យបងប្អូនយល់សិនទេចំណុចនេះគឺយើងត្រូវដាក់ address បាទទទួលកាក់ god អធិស្ឋានគឺចំនួនបាទចំនួនកាក់ដែលយើងទទួលកាក់ god ចឹងណាយើងដកទៅប្រហែលឧទាហរណ៍ខ្ញុំមាន820ខ្ញុំដក820ចឹងទៅបាទអញ្ចឹង820ហ្នឹងគឺវាកាត់ free ឯងវាកាត់ free ចំនួន100កាក់ god ចាញ់ចឹងយើងនៅសល់តែ720អីចឹងទៅក៏ប៉ុន្តែកាក់វាយើងវាអត់ទាន់គ្រប់ចំនួនដែលត្រូវដកទេយើងអាចរកបានឲ្យលើសឲ្យច្រើនជាងនឹងចឹងណាបាទហើយចំនួនកាក់តុនគឺវាគិត network នៅពេលដកគឺវាគិត 0.8 តុនបាទហើយអ្នកគ្នាអញ្ចឹងខ្ញុំបង្ហាញប៉ុណ្ណឹងហើយកន្លែងនេះយើងបំពេញ address ទៅបើយើងសេឥឡូវឧទាហរណ៍ខ្ញុំខ្វាញ់ចេញសិនចឹងណាហើយយើងអាច connect វាបាននេះបាទ one chain យើង connect មក connect មួយអីគេបាទ connect ជាមួយ Telegram wallet យើងដាក់ Telegram wallet មកបាទនេះអូខេយើង connect វាមកអញ្ចឹងវានឹង connect ឯងតែយើង back មកវិញមកបាទហើយយើងឃើញកន្លែងនេះគឺវាជាប់ address god របស់យើងហ្នឹងឯងបាទអូខេអញ្ចឹងខ្ញុំអត់តន់ដកទេដោយសារវារៀងតិចពេកបាទវាអត់គ្រប់ចំនួនដែលអាចដកបានទេអញ្ចឹងខ្ញុំ back ទៅក្រោយសិនហើយខ្ញុំបន្ត earn កាក់នឹងបានច្រើនជុំមកកន្លែង earn បាទអញ្ចឹងយើងធ្វើថាអស់ហ្នឹងណាបាទចុចធ្វើថាហ្នឹងទៅយើងនឹងទទួលបានកាក់ god ហ្នឹងហើយអញ្ចឹងមើលចំនួនកាក់ god ខ្ញុំនៅខាងលើគឺ826អញ្ចឹងខ្ញុំនឹងបន្ត earn ថាធ្វើថាហ្នឹងដើម្បីទទួលបានកាក់ god អញ្ចឹងជួញទៅលើ do cop នេះគឺវាបាន20កាក់អញ្ចឹងយើងគ្រាន់តែចុច do ហ្នឹងមកបាទហើយប៉ុណ្ណឹងខ្ញុំខ្វាញ់ចាញ់ខ្ញុំមកវិញហៅចាំបន្តិចទៅបាទគឺវាលោតឲ្យយើងធ្វើការ claim ហើយបាទគឺស្រួលមែនតើថាហ្នឹងបងប្អូនអញ្ចឹងយើងហៅចាំវាបន្តិចណានេះវា tag ឲ្យយើងអញ្ចឹងមានឲ្យយើងបាន20នេះហើយ join admin the eton ហ្នឹងទទួលបានរហូតដល់100កាក់ god យើងគ្រាន់ចុចចឹងមកនេះអូខេហើយខ្ញុំ back ទៅក្រោយវិញមកគឺវា tag ឲ្យយើងហើយបាទអត់អីពិបាកទេបងប្អូនណាគឺស្រួលចូលរួមមែនតើអញ្ចឹងចុច collect do ហ្នឹងមកហើយក៏ back វាវិញមកបាទអត់ចាំបាច់ចូលរួមពេញលេញទេចូលតែបន្តិចហ្នឹងគឺចាញ់មកវិញហ្នឹងក៏យើងអាចធ្វើបានដែរបាទនេះតែយើងព្យាយាមធ្វើអញ្ចឹងឲ្យអស់មកណាបាទអូខេតែអញ្ចឹងនៅសល់ទៀតបងប្អូនណាអញ្ចឹងខ្ញុំនឹងផុសវីដេអូហ្នឹងសិនហើយពេលខ្ញុំធ្វើអស់បាទខ្ញុំនឹងបង្ហាញ
tại nhóm banឡើងចំនួនកាក់ប្រមាណអញ្ចឹងទៅ ឥឡូវនេះគឺថាទាំងអស់ហ្នឹងគឺខ្ញុំបានធ្វើវាហើយអស់ហើយចឹងយើងទៅមើលចំនួនកាក់កតរបស់ខ្ញុំគឺវាឡើងដល់ចំនួនទឹកលុយ23សេនបាទហើយកាក់គឺវាបាន1476កាក់បាទអូខេអ្នកគ្នានេះតើតើជាមួយរបៀបក្នុងការដកកាក់កតណាហើយបញ្ជាក់ផ្សារទៀតនៅពេលដែលយើងចង់ដកលុយយើងចូលមកកន្លែងបូកនេះបាទនៅពេលដែលយើងមានកាក់គ្រប់គ្រាន់ណាយើងចុចមកកន្លែង withdrawal ហើយនេះគឺជាចំនួនកាក់កតដែលយើងចង់ដកយើង select លើនឹងមកបាទហើយជំនេះយើងពពេញចំនួនកាក់ដែលយើងចង់ដកហើយយើងដក1000ចង្កាក់របស់ខ្ញុំមាន1476បាទឥឡូវនេះគឺបើសិនជាខ្ញុំដកបាន1326បាទដោយសារវាកាត់ network fee គឺ100កាក់កោតចឹងណាបាទហើយយើងអាចចុច withdraw នៅត្រង់នេះមកបាទចឹងនេះយើងដកបានដោយសារយើងខ្វះកាត់តុនចឹងយើងត្រូវ deposit តុនចូលមកនេះគឺធ្វើជា network fee គឺ29សេនចឹងណាចឹងបើសិនជាយើងដកទៅវាកាត់សេវាតុនបាទព្រោះយើងដកបានតែកាក់កត20សេនជាងហើយអស់សេវាតុន 0.08 ទៅវាអស់29សេនចឹងគឺខ្ញុំអត់តន់ដកទេដោយសារកាក់កតវាបានរៀងតិចពេកចឹងណាបងប្អូនចឹងខ្ញុំត្រូវដកនៅពេលក្រោយទៀតចឹងទៅខ្ញុំចាប់ដកពេលក្រោយព្រោះថាវាអត់គ្រប់នឹងសេវាទេអញ្ចឹងកាលណាខ្ញុំដកកាក់នៅពេលហ្នឹងគឺវាខាតចឹងខ្ញុំមិនសមវាបានច្រើនចាំមានច្រើនហើយចាំខ្ញុំធ្វើកាត់ដកចឹងទៅអូខេហើយនេះគ្រាន់តែជាការបង្ហាញសម្រាប់បងប្អូនដែលចាប់អារម្មណ៍ក៏អាចមកធ្វើការសន្សំកាក់កតបានណាបាទហ្នឹងហើយវីដេអូនេះខ្ញុំបញ្ចប់តែប៉ុណ្្នឹងទេបាទអរគុណយើងជួបគ្នានៅវីដេអូ